ជំនួបរវាងបរិយាលេងវត្តរានិងអតិថិជនទទួលលទ្ធផលជាវិជ្ជមានក្រមវត្តពធសន្តានីនឹងបានឯកភាពគ្នាបន្តជំរុញពន្លឿនការងារដោះស្រាយមួយចំនួនក្រុមការងារក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងរដ្ឋបាលខេត្តកណ្ដាលបានបន្តដឹកនាំកិច្ចប្រជុំសម្រាប់សម្រួលនិងដោះស្រាយករណីទិញឬលក់ផ្ទះដីឡូគម្រោងបរិយាលេងវត្តរានិងអតិថិជនដែលបានធ្វើការបន្តពិនិត្យលើសំណើសំណុំពររបស់តំណាងអតិថិជនគម្រោង6អាងនិងជ្រែ100កាលពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025បើតាមក្រសួងរៀបចំដែនដីបានបញ្ជាក់ថាជាលទ្ធផលកិច្ចប្រជុំបានប្រកាន់យកវត្តពធសន្តានីនិងបានពិគ្រោះគ្នាប្រកបដោយស្មារតីយោគយល់ហើយបានឯកភាពគ្នាក្នុងការបន្តជំរុញការងារដោះស្រាយពន្លឿនការងារសាងសង់ផ្ទះការចាក់បំពេញដីឡូនិងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចម្បាច់និងអតិភិបរបស់គម្រោងគូបញ្ជាក់ថាគម្រោងផ្ទះនិងដីឡូលេងវត្តរាជ្រែ100និងគម្រោងផ្លូវជាតិលេខ 6A ដែលមានទីតាំងស្ថិតនៅភូមិជ្រៃ100និងភូមិអន្លង់ស្លែងឃុំសម្បូរមាសស្រុកមុខកំពូលខេត្តកណ្ដាល